អត្ថបទសង្ខេបរឿងកុលាបបៃលិននៅក្នុងផ្ទះមួយប្រក់ក្បឿងមួយខ្នងតាចឹមដែលជាឪពុកចៅចិត្តនៅស្រុកស្វាយប៉ខែបាត់ដំបងជាត្រកួនសេរីពងកំពុងតែដេកស្ទុកស្ដឹងនៅលើគ្រែទោះបីលោកគ្រូពេទ្យស្អាតដំប្រឹងព្យាបាលយ៉ាងណាក៏ពុំអាចជាសេះស្បើយឡើយមុននឹងស្លាប់ទៅគាត់បានផ្តែផ្ដាំចៅចិត្តនៅគាថាមួយថាអត្តនោនាថក្រោយឪពុកស្លាប់ទៅលោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្តទៅធ្វើជាកម្មករនៅបៃលិននៅផ្ទះលោកលួងរដុនសម្បត្តិដែលជាឪពុកមីរបស់លោកបានសម្បត្តិពីគ្រូពេទ្យស្អាតហើយចៅចិត្តក៏ធ្វើដំណើរទៅបបៃលិនហើយក៏បានលោកលួងរតនសម្បត្តិទទួលឲ្យនៅជាមួយធ្វើជាកម្មករបួងតាំងពីនោះមកចៅចិត្តខិតខំធ្វើការជាកម្មករជីកត្បូងឥតមានខ្ជិលច្រអូសឬទម្រុនឡើយជាហេតុបណ្ដាលឲ្យលោកលួងរដុនសម្បត្តិពេញចិត្តយ៉ាងខ្លាំងចំណែកពួកកម្មករដទៃទៀតក៏មានការពេញចិត្តស្រឡាញ់រាប់អានចៅចិត្តគ្រប់គ្នាយប់មួយចៅចិត្តច្រៀងបទយុវាភិរមនៅក្នុងខ្ទមរបស់ខ្លួនសំឡេងចម្រៀងធ្វើឲ្យខុននារីដែលបានចុះមកកំសាន្តក្នុងសួនឬទ្រាំពីរោះមិនបានក៏បណ្ដាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្តខុននារីនិងចៅចិត្តសន្ទនាគ្នាជាពាក្យផ្ដោះផ្ដងផ្សេងហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគរបស់គេរៀងខ្លួនលុះស្អែកឡើងពេលព្រឹកវេលាដែលចៅចិត្តនៅជីកត្បូងគេមានភពបានជួយវេលានម្ចាស់របស់គេដែលបំរុងទៅស្រុកសង្កែតទួលលោកបាឡាត់ស្រុកតាសុនអ្នកបើករថយន្តកាលបើឃើញចៅចិត្តចេះបើកឡានគាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធរៈលោករដុនសម្បត្តិក៏ព្រមឲ្យចៅចិត្តជំនួសតាសុនក្នុងការស្នាក់ជូនដំណើរចៅហ្វាយទៅដល់ស្រុកសង្កែចៅចិត្តបានកាន់កន្តុកដើរតាមក្រោយខុននារីទៅផ្សារទិញអីវ៉ាន់សពគ្រប់អស់ហើយខុននារីនិងចៅចិត្តក៏ត្រឡប់មកទទួលរតនសម្បត្តិនិងលោកបាឡាត់ស្រុកវិលទៅបៃលិនវិញតែអកុសលមកដល់ពាក់កណ្ដាលផ្លូវឡានក៏ខូចបណ្ដាលឲ្យមានការទាស់សម្ដីខ្លះរវាងចៅចិត្តនិងលោកបាឡាត់ព្រោះម្នាក់សុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នារីខុននារីក្នុងការស្នាក់នៅកណ្ដាលព្រៃចៅចិត្តនិងចៅហ្វាយក្រមុំនេះនិយាយផ្ដោះផ្ដង់គ្នារហូតយល់ចិត្តយល់ថ្លើមគ្នាខ្លះរំពេចនោះស្រាប់តែមានចៅមួយក្រុមចេញមកប្លន់ចៅចិត្តបានតាំងប្រយុទ្ធជាមួយពួកចៅដោយអង្គអាចបណ្ដាលឲ្យពួកចៅត្រូវបួសជាច្រើននាក់ចំណែកចៅចិត្តក៏ត្រូវគ្របសន្លប់បាត់ស្មារតីក្រោយការរងរបួសគេបាននាំចៅចិត្តមកព្យាបាលក្នុងមន្ទីរពេទ្យដោយមានការជួយជ្រោមជ្រែងពីលោកលួងរតនសម្បត្តិដោយការខិតខំព្យាបាលជំងឺគ្រូពេទ្យនិងការយកចិត្តទុកដាក់ថែទាំយ៉ាងដិលដល់ពីខុននារីចៅចិត្តក៏បានសះស្បើយវិញចាប់តាំងពីថ្ងៃនោះមកចៅចិត្តរនឹងខុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើងឯចរិតឆ្មើងឆ្មៃរបស់ខុននារីក៏សាបសូន្យឲ្យក្នុងគ្រានោះដែរដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្តលោកលួងរតនសម្បត្តិក៏បានតែងតាំងចៅចិត្តឲ្យកាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងវិញម្ដងគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំចៅកែផាន់ចូលមកផ្ទះលោករដុនសម្បត្តិដើម្បីសុំទិញត្បូងក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្ដុងជីកត្បូងជាមួយចៅចិត្តទុកឲ្យខុននារីនិងលោកបាឡាត់នៅក្នុងផ្ទះដោយសេចក្តីស្នេហាឥតព្រំដែនលោកបាឡាត់បានចាប់នាងខុននារីរំលោភចៅចិត្តមកទាន់វីលោកបាឡាត់ដួលលោករដុនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់និងថៅកែផាន់តែបានព្រមានឈប់ឲ្យមកជន់ទីនេះទៀតក្នុងរាត្រីនេះវេលាដែលចៅចិត្តកំពុងអន្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែសំឡេងចៅចូលមកប្លន់ផ្ទះលោករតនៈក្រុមកម្មករស៊ូនៅខាងក្រោមឯចៅចិត្តឡើងទៅលើផ្ទះលោករតនៈក្រុមកម្មករស៊ូនៅខាងក្រោមឯចៅចិត្តឡើងទៅលើផ្ទះប្រទេសមេចៅគេថៅកែផាន់ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចៅនេះបានចំណែកលោកបាឡាត់ស្រុកកំពុងប្រវីចាប់យកខុននារីក៏ត្រូវចៅចិត្តសម្លាប់បានទៀតគំនោគុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្តធ្វើឲ្យលោកលួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំងម្យ៉ាងដោយលោកមើលឃើញពីទឹកចិត្តស្មោះស្មគ្ររបស់ចៅចិត្តទៅលើខុននារីលោកលួងរតនសម្បត្តិក៏បានរៀបចំផ្សំផ្គុំចៅចិត្តនិងខុននារីជាស្វាមីភរិយាព្រមទាំងចែករំលែងទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅយ៉ាងសុខសាន្តគូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែងហើយគេរស់នៅជាមួយគ្នាដោយសុខសមខ្សាន្តកើតជាកូនពូនជាចៅរៀងទៅ